សិក្ខាសាលាផ្សព្វផ្សាយស្ដីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជានៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងនាព្រឹកថ្ងៃទី14ខែមីនាឆ្នាំ2025នេះឯកឧត្តមពេញពោធិ៍សាអភិបាលខេត្តស្វាយរៀងនិងឯកឧត្តមសុខុមរិទ្ធិវុឌ្ឍអគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជាជូនដល់មន្ត្រីរាជការនិងបុគ្គលិកជាវិស្វករគ្រប់ជំនាន់នៅតាមមន្ទីរអង្គភាពគ្រឹះស្ថានក្រុមហ៊ុនសិក្ខាសាលានេះមានការនិមន្តនិងអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្តលោកមេបញ្ជាការរងកងកម្លាំងទាំង3ឯកឧត្តមលោកស្រីប្រធានមន្ត្រីអង្គភាពនានាជុំវិញខេត្តលោកអភិបាលក្រុងស្រុកទាំង8លោកស្រីនាយកទីចាត់ការផែនការវិនិយោគសាលាខេត្តលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្តសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀងព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សនិស្សិតសរុបប្រមាណ250នាក់មានមតិស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមពេញពោធិ៍សាអភិបាលខេត្តបានថ្លែងថាក្នុងនាមអាជ្ញាធរដែនដីនៃខេត្តសូមកត់សរសើរនិងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តមលោកជំទាវអស់លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានវិស្វករកម្ពុជានៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីជាប្រយោជន៍ដល់ការធ្វើនីតិកម្មសម្រាប់លើកកម្ពស់វិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅក្នុងខេត្តស្វាយរៀងទាំងមូលឯកឧត្តមបន្តថាការអភិវឌ្ឍជាតិនិងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ានដែលប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យនោះចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្តនិងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារមួយដែលអាចទទួលយកបានដូច្នេះហើយបានជាគណៈវិស្វករកម្ពុជាតម្រូវឲ្យមានការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជាព្រោះជាកិច្ចការមួយដ៏មានសារៈសំខាន់យើងអាចព្យាករណ៍ដឹងពីបរិមាណនិងគុណភាពឯកឧត្តមសុខុមរិទ្ធិវុឌ្ឍបានបញ្ជាក់ថាគណៈវិស្វករកម្ពុជាគឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស រកត/0409/413 ចុះថ្ងៃទី7ខែមេសាឆ្នាំ2009ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មឆ្លងដែននិងក្នុងគោលបំណងគឺការប្រមូលផ្ដុំធនធានបញ្ញវន្តវិស្វករដោយការចុះបញ្ជីនិងផ្ដល់ការអភិវឌ្ឍសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈដើម្បីធានាឲ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាពប្រសិទ្ធភាពសុវត្ថិភាពស្ថិរភាពនិងការទទួលខុសត្រូវខ្ពស់រួមទាំងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្មថ្នាក់ជាតិនិងអន្តរជាតិឯកឧត្តមបន្ថែមថាវិស្វករជាធនធានបញ្ញវន្តវិស្វកម្មជាតិនិងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍប្រទេសប្រកបដោយចីរភាពដែលតម្រូវឲ្យវិស្វករមានការសិក្សាស្វែងយល់និងតាមឲ្យទាន់នៅការវិវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងអនាគតនៅនីតិកាលទី7នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពជ្រៅវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ឲ្យអនុវត្តស្របតាមអភិក្រមជីវភាពនៃប្រព័ន្ធទូអង្គតែមួយដោយបានផ្ដល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងបដិវត្តកម្មឌីជីថលដែលជាកលានុវត្តភាពថ្មីក្នុងការបង្កើនប្រសិទ្ធភាពនិងផលិតភាពឲ្យកាន់តែប្រសើរឡើង